សួស្តីបងប្អូនអរគ្នានេះចាប់ផ្ដើមត្រៀមរៀបចំដាំថេថាវហ្នឹងបងប្អូនបាទកន្លែងនេះគ្រាន់ថាបងប្អូនដែលជាកសិករយើងរស់នៅបច្ចុប្បន្នគឺយើងរៀនដាំដុះដោយខ្លួនឯងបងប្អូនមកហត់ចាំទិញវិសាលើកលែងតែបន្លែដែលយើងដាំមិនបានអាហ្នឹងយើងអាចទិញពីផ្សារបានប៉ុន្តែចំពោះយើងអាចដាំបានដូចជាជីណាជីវាហូបជីអីផ្សេងនេះខ្ញុំកំពុងតែរៀបចំដាំកតាទី1ដែលយើងដាំគឺត្រូវការដីដែលល្អបន្តិចទៅដើម្បីឲ្យយើងដាំទៅបានលទ្ធផលជោគជ័យណាអញ្ចឹងអាហ្នឹងកតាសំខាន់ណាស់ហើយអានេះគឺជាណានេះក៏សំខាន់ដែរសម្រាប់យើងស្លុកហើយយើងដាំជីប្រភេទនេះដាំក្បែរផ្ទះទៅដាំកន្លែងចិត្តក្រានបាយផ្ទះបាយរបស់យើងទៅស្រួលយើងចោះមកគឺយើងបេះស្លុកតែម្ដងហើយហ្នឹងបែបលក្ខណៈគ្រួសារមិនមែនយើងដាំដើម្បីលក់ដូរអីទេបងប្អូនប៉ុន្តែសំខាន់គឺឲ្យតែយើងបានដាំបានហើយយើងកាត់បន្ថយការចំណាយការទិញបន្លែបកាពីផ្សារពីអីអញ្ចឹងណាជាដើមខ្ទឹមដែលខ្ញុំកំពុងតែបបែកដើមវាមកដាំទេហើយយើងធ្វើបែបហ្នឹងគឺដើម្បីឲ្យវាមានពេលណាដាក់ជីទៅវានាំមកកដប់អញ្ចឹងយើងមកហត់ចាំអត់ខ្ទឹមអត់អីហ្នឹងទៅផ្សារទៅអីទេគឺយើងមាននៅជុំវិញផ្ទះយើងតែម្ដងបាទហើយជីប្រភេទនេះក៏យើងដាំបានដែរដោយសារតែយើងអានេះដោយសារតែមិនបានរៀងបោះចន្លោះប្រហោងអញ្ចឹងដោយសារយើងទុកទឹមតែបបែកវាដើម្បីយកមកដាំមកពេលឥឡូវទេអញ្ចឹងណាអញ្ចឹងក្នុងកន្លែងនេះក៏អញ្ចឹងដែរគឺជើមត្រៀវាទៅមកលាស់ទេបាទហើយបើសិនកន្លែងមើលនេះវិញបងប្អូននេះគឺជាប្រភេទបាទលប៉ៅហ្នឹងលប៉ៅមិនមែនជាលប៉ៅដែលយើងហូបផ្លែទេគឺដាំវាធ្វើម៉េចឲ្យវាដោះមកហើយយើងដាក់វាក្នុងផើងបែបហ្នឹងគឺដើម្បីរក្សាការដោះវាហើយជីជាតិរបស់វានៅក្នុងថូហ្នឹងតែម្ដងអញ្ចឹងយើងស្រួលដាក់ជីហើយកតាទី1គឺយើងមិនហត់ធ្វើស្មៅវាទេបោចតែជុំវិញនឹងគល់វាបន្តិចទៅបានហើយនឹងទី3គឺរក្សាទឹករបស់វាមិនឲ្យវាដក់ទឹកពេកណាកតាដែលសំខាន់បាទនេះបងប្អូននេះខ្ញុំដាំក្នុងថូនឹងអស់បាទ